ស្ដីអ្នកគ្នាខ្ញុំនិយាយពីតាកើរបស់ខ្ញុំចានេះប្រុសសង្ខាររបស់ខ្ញុំហើយតែមិនមែនមកលំអិតពីជីវប្រវត្តិគាត់អីណាអ្នកគ្នាដោយសារតែខ្ញុំផុសហើយវាចូលខ្ទង់4 5ឆ្នាំអីដឹងអញ្ចឹងអ្នកដែលគាត់អត់ទាន់ដឹងអ្នកដែលចង់ដឹងអាចចូលទៅមើលក្នុង page ខ្ញុំបានខ្ញុំផុសនៅក្នុងនឹងឯងចង់និយាយថាចេះបើសិនអ្នកគ្នាពុំបាក់ទុកចិត្តកំពុងតាអត់ដឹងថាត្រូវទៅណាធ្វើអីពុំតែគិតថាជីវិតអញគូវិទ្យាម្លេះមានតែបញ្ហាមិនចេះចប់មិនចេះហើយពុំតែចង់ស្លាប់ខ្លួនអីចឹងឈប់សិនមកមើលតាកើរបស់ខ្ញុំចាខ្ញុំនិយាយមែនជីវិតគាត់វេទនាណាស់បបាក់ណាស់អ្នកគ្នាខ្ញុំដឹងថាអ្នកផ្សេងមិនទេណាប៉ុន្តែសម្រាប់ខ្ញុំខ្ញុំទៅអានមកខ្ញុំទៅស្រាវជ្រាវមកខ្ញុំឃើញថាបបាក់មែនបើខ្ញុំនិយាយថាបបាក់បើសិនជាអ្នកទាំងអស់គ្នាអត់ជឿឃើញវីដេអូខ្ញុំមួយណាដែលខ្ញុំនិយាយថាតារាមួយនេះបបាក់វេទនាតារាមួយនោះបបាក់វេទនាអ្នកគ្នាអាចទៅស៊ើចមើលបានគឺពិតជាវេទនាមែនដូចតាកើរបស់ខ្ញុំនេះចានៅសល់តែមួយដង្ហើមស្លាប់ចាគឺដេករងចាំស្លាប់ដោយសារអត់មានលុយទៅពេទ្យទេតែគេហៅថាអាយុថ្លៃអញ្ចឹងទៅដល់ប៉ានរបស់គាត់ហ្នឹងក៏ឃើញគាត់អញ្ចឹងទៅគាត់នឹកអីចឹងក៏ឲ្យលុយគាត់ទៅពេទ្យអ្នកគ្នារបៀបអញ្ចឹងខ្ញុំអត់លំអិតច្រើនទេដោយសារតែខ្ញុំធ្លាប់ផុសហើយខ្ញុំធ្លាប់និយាយហើយខ្ញុំអត់និយាយម្ដងទៀតទេវារៀងអ៊ូលចាអាការតស៊ូរបស់គាត់អាភាពល្អរបស់គាត់ហ្នឹងអ្នកគ្នាធ្វើឲ្យគាត់មានទំនាក់ទំនងល្អនៅក្នុងវិស័យសិល្បៈរបៀបគេហៅថាគាត់ថតមួយម្នាក់នេះគាត់តែងតែទទួលបានទំនាក់ទំនងល្អការស្រឡាញ់ចូលចិត្តពីតារាម្នាក់ហ្នឹងដូចជាគាត់ថតជាមួយថៅកើហួងជាថៅណានេះគេរាប់អានពីបងប្អូនចឹងតោះមកទៀតគាត់ថតរឿងបន្តជាគាត់ថតជាមួយនឹងអាហ៊ីចឹងស៊ូស៊ីក៏ខ្លាញ់ជាមិត្តភក្តិមួយគ្នាគាត់ថតមួយអាចារ្យឌីលីរ៉ាបាគាត់ថតមួយចាងលីងហឺនិយាយទៅតារាចិនល្បីច្រើនណាស់ដែលថតរឿងជាមួយគាត់ច្រៀងចម្រៀងជាមួយគ្នាលេងកម្មវិធីកម្សាន្តជាមួយគ្នាគឺថាឲ្យតែស្គាល់គាត់ហើយបានរួមការងារជាមួយគាត់ហើយគឺតែងតែស្រឡាញ់ចូលចិត្តគាត់សឹងគ្រប់គ្នាគាត់តែចេះផ្លេចគុណគេអ្នកគ្នានិយាយទៅនៅស្រុកកំណើតរបស់គាត់គឺសម្បូរទៅដោយ strawberry នៅពេលដែល strawberry ម្ដងគឺថាទិញមកប្រមូលមកចែកដើរចែកអ្នកដែលគាត់ស្គាល់ហ្នឹងអ្នកគ្នាគឺមិនដែលដាច់ទេរាល់ឆ្នាំហើយដូចខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងគាត់អាចចេះផ្លេចគុណអ្នកដទៃទីស្មីតែ fan របស់គាត់អ្នកគ្នា fan របស់គាត់ចង់មើល concert របស់គាត់ខ្លាំងមែនទែននៅពេលដែលគាត់ប្រគំតន្ត្រីលើកដំបូង fan របស់គាត់អាចចូលរួមបានទេគាត់គាត់ស្លាប់អញ្ចឹងណាគាត់តែយកកៅអីមួយហ្នឹងទិញផ្កាមកដាក់នៅនឹងរហូតរាល់ឆ្នាំអ្នកគ្នាដើម្បីរំលឹកទៅដល់ fan របស់គាត់ always ចាំរហូតនេះចាំពេលដែលគាត់ថតរឿងឡងម្លេះបានអត់នេះរឿងនេះកាលដែលពេលដែលគាត់ដើរតួជាហៅតួអ្នកនរគ្នាគាត់រៀងអញើតសេះដោយសារតែពេលគាត់ថតរឿងហ្នឹងសេះធាក់គាត់មកអ្នកគ្នាគាត់នៅតែនិយាយថាអីគាត់ប្រាប់គេថាអីគាត់ធំគាត់ធំឈើហើយគាត់រៀងញើតភឺមួយសេះហ្នឹងមកគាត់ចង់ជិះសេះដល់គាត់សួរគេថាមានញើតសេះឈើអាសេះជោអាសេះសបនិមិត្តមានញើតសេះហ្នឹងមកអត់គាត់ចង់ជិះហ្នឹងវិញគាត់ចង់ជិះអាសេះមែនតើនេះគាត់ខ្លាចប៉ុន្តែអាការតស៊ូអត់ធ្មត់ព្យាយាមមកគាត់ចាគឺថាឈប់ខ្លាចសេះជិះសេះឡើងស្ទុយហ្មងអ្នកនេះគឺជិះដោយមិនប្រើសេះសបនិមិត្តទេអាខ្ញុំបានខ្ញុំដើរមើលអូយគេហៅថា update level សាហាវហ្មងអ្នកនេះអញ្ចឹងហើយទៅរឿងគាត់មួយចេញមកគឺភាគច្រើនគឺវ៉េះហ្មងអត់មានឃើញតោះហើយអ្នកនេះហើយមួយទៀតអ្នកនេះតាំងពីត្រូវសេះធាក់ម្ដងហ្នឹងមកគេទៅថាគេធ្វើខ្លួនគេឲ្យស្និទ្ធជាមួយសេះយ៉ាងនិយាយអញ្ចឹងណាញឹងក៏យើងគឺគាត់មានសេះមួយអាសេះហ្នឹងគាត់និយាយជាសេះគេទុកឲ្យគាត់ហ្មងណាវាអញ្ចឹងនៅពេលដែលយើងថតរឿងថតអីចឹងគេត្រូវការជីសេះជាអីគេយកសេះហ្នឹងមកហើយអាសេះរបស់គាត់ហ្នឹងវាឈ្មោះ ER San គាត់ឈៀងចូលទិញនេះទិញនោះឲ្យ ER San ហ្នឹងញ៉ាំហើយណាវានិយាយថាដើម្បីឲ្យវាស្គាល់គាត់ស៊ំមួយគ្នាអាមួយហ្នឹងក៏តាមគាត់រហូតដែរណាហើយអ្នកដែលគាត់មើលថែសេះហ្នឹងក៏គាត់និយាយថាពេលខ្លះគាត់តែឃើញឡានមីងកើមកអ្នកគ្នាបើកទ្វារចុះពុកER San ហ្នឹងគឺទៅដល់មុខនឹងម៉ាត់ចាគឺស្គាល់ហ្មងគឺគាត់ឃើញស្គាល់ណាអូ brother របស់អញតើមកអីចឹងណាគេស្គាល់គ្នាអ្នកគ្នាចឹងគេឡើងភ័យរឿងធាក់ទាត់អីទៀតហើយហើយអាការដែលគាត់អភិវឌ្ឍខ្លួនឯងរហូតហ្នឹងវាធ្វើឲ្យគាត់កាន់តែមានអ្នកស្គាល់ច្រើនទៅមានអ្នកទទួលស្គាល់ពីសមត្ថភាពរបស់គាត់ច្រើនឡើងអញ្ចឹងណាហើយ fan ដែលធ្លាប់ជា fan របស់គាត់តាំងពីនៅកមុំរហូតដល់ការប្តីចុចអីចឹងគឺគេនៅតែគ្រប់គ្រងគាត់រហូតអ្នកខ្លះគឺតដល់កូនគ្រប់គ្រងគាត់ថែមបន្តទៀតចឹងណាហើយបើសួរថានាងក៏សម្បូរ fan ចាស់អត់សម្បូរ fan ចាស់គឺស្គាល់គាត់រៀងច្រើនហើយខ្ញុំនិយាយនេះមិនមែនបានន័យថាមកទូទាំងប្រទេសចិននឹងគេស្គាល់គាត់ទាំងអស់ទេអ្នកនេះអត់ទេចាក៏មានអ្នកខ្លះអត់ស្គាល់ដូចគ្នានឹងចឹងព្រោះប្រទេសចិនធំខ្លាំងហ្មងអ្នកគ្នានៅចិនណាបើសិនជាយើងសាងគេឈ្មោះយើងដើរក្នុងវិស័យសិល្បៈចិនហ្នឹងមានឈ្មោះរបស់សម្លេងចូលទីតែនៅក្នុងប្រទេសចិនហ្នឹងក៏រស់ស្រួលដែរមកចាំមកចេញធ្វើ concert នៅបណ្ដាប្រទេសផ្សេងបាច់អីទេធ្វើតែ concert នៅក្នុងស្រុកហ្នឹងក៏កាប់លុយទៅណាមិនអស់ដែរចាដូចនាងក៏ខ្ញុំនេះចាគាត់ថាអាធួ concert គាត់ហ្នឹងចាគឺដាក់ពុកអស់គឺចាគឺចើកលុយបដ ாய் ចាខ្ញុំមកនិយាយពីតាប៉ែវកើដែលជា bodyguard របស់នាងកើអ្នកគ្នាដោយសារតែ fan នៅចិនក៏ដូចជាអ្នកធ្វើមាតិកាផ្សេងៗនៅលើបណ្ដាញសង្គមរបស់ចិនណាគេនិយាយថាតាប៉ែវកើគឺអាចជាបងប្អូនជាដូនមួយរបស់នាងកើហ្មងនិយាយទៅជាប់សាច់ឈាមមួយនាងកើហ្មងបានជាគាត់អាចធ្វើការមួយនាងកើរហូតដល់8ឆ្នាំជិត9ឆ្នាំអ្នកគ្នាហើយគាត់នៅជាមួយនាងកើតាំងពីពេលដែលនាងកើគាត់អត់ទាន់ល្បីនិយាយទៅគឺគាត់អត់ទាន់ចូលក្នុងវិស័យ entertainment ចិនពេញដៃពេញជើងអីអ្នករបៀបគាត់នៅជ្រៀងតាមផ្លូវជ្រៀងមុខហាងនេះតាប៉ែវកើហ្នឹងគាត់នៅតាមមើលថែនៅតាមការពាររហូត
ចឹងមិនគេនិយាយថាជាប់សាច់ឈាមមួយនឹងក៏ជាក់ស្ដែងមិនថាគាត់ធំតែមើលទៅលើសុខភាពរបស់នឹងកើអ្នករបស់មានតម្លៃចំណីអាហារទីទៅច្រើនមុខអ្នកនេះគឺតាប៉ែវកើជាអ្នករៀបចំចាត់ចែងឲ្យភាពច្រើនបើនិយាយពីរឿងតៃមីវិញអ្នកនេះបាត់ស្គាល់តៃមីទេត្រូវតៃមីក៏ត្រូវបានមើលថែដោយតាប៉ែវកើដែរភាពច្រើនគឺនៅជាមួយតាប៉ែវកើវាស្និទ្ធមួយតាប៉ែវកើជាងអ្នកផ្សេងទៀតមិនធំតាមើលថែសុខភាពហុចនេះហុចនោះដូចជំនួយការណាប៉ុន្តែនៅធ្វើម្ហូបធ្វើអីឲ្យនឹងកើញ៉ាំទៀតរបៀបយើងដឹងស្រាប់ហើយថាគាត់មកពីខេត្តអញ្ចឹងណាអញ្ចឹងគាត់ចង់ញ៉ាំអាម្ហូបដែលរសជាតិនៅខេត្តរបស់គាត់អញ្ចឹងតាប៉ែវកើធ្វើឲ្យគាត់ញ៉ាំរហូតហើយជាក់ស្ដែងអ្នកនេះអាចមើលរូបទាំងអស់នេះបាននិយាយពីថាគាត់ការផ្នែករបស់គាត់ភាពយកចិត្តទុកដាក់របស់គាត់គឺវាលើសពីពាក្យថាបុគ្គលិកជាមួយនឹងមេគាត់មើលលក្ខណៈថាមានក្តីសុខហ្មងណាដូចបងកំពុងតែឈរមើលប្អូនកំពុងតែជោគជ័យដូចប៉ាកំពុងតែឈរមើលកូនគាត់កំពុងតែជោគជ័យណានេះអញ្ចឹងណាតែបើសួរថាជាក់ស្ដែងហ្មងបញ្ជាក់ហ្មងថាមែនឬមិនមែនអានឹងខ្ញុំអត់ដឹងទេដោយសារតែខ្ញុំអត់ដែរឮនាងគាត់បញ្ជាក់ឬក៏គាត់និយាយអញ្ចឹងណាហើយមួយទៀតរឿងសាច់ញាតិបងប្អូនតារាគេអត់ដែរនិយាយថាគ្នានិយាយទៅគឺគេអត់ដែរបញ្ចេញមកថាអូម្នាក់នេះអ្នកដែលនៅជិតខ្លួនខ្ញុំនេះគឺបងខ្ញុំបងខ្ញុំចដូនមួយខ្ញុំគឺគេអត់និយាយណាគេខ្លាច fan ធ្វើឲ្យប៉ះពាល់ទៅដល់ជីវិតឯកជនរបស់បងប្អូនសាច់ញាតិគេអញ្ចឹងតែអញ្ចឹងគេអត់និយាយគេអត់មកទេតាគេចង់គិតមិនគិតទៅជាមួយទៀតដែលខ្ញុំចង់ផ្ដាំទៅអ្នកដែលគាត់គ្រប់គ្រងទៅលើតារាចិនណាគាត់ចង់ដឹងថាអូតារានេះតារានោះ idol ម្នាក់នេះ idol ម្នាក់នោះគាត់ល្បីនៅចិនអត់មានអ្នកស្គាល់ច្រើននៅចិនអត់ចាំបាច់ដើរសួរគេទេមិនបាច់ដើរសួរគេនាំតែគេកុហកនាំតែគេភូតភរអីទេនេះមើលនេះមើលកន្លែងនេះទៅតែអ្វីព្រោះគេមាន follower គេច្រើនហ្នឹងគឺមានអ្នកស្គាល់ច្រើនហើយចង់និយាយអញ្ចឹងមិនបាច់ទៅជឿអីទេឃើញម្នាក់នោះទៅចិនបងអា idol ខ្ញុំមួយនេះមិនដែរមានអ្នកស្គាល់ច្រើនអត់ឧទាហរណ៍ដូចខ្ញុំទៅលេងចិនខ្ញុំទៅត្រឹមតែឆុងឈីងទេហើយខ្ញុំក៏មិនបានដើរសួរប្រជាជនគេនៅចិនទាំងអស់ដែរគាត់តារានេះអត់តារាហ្នឹងល្បីនៅនឹងអត់មានអ្នកស្គាល់នៅនឹងច្រើនអត់តែខ្លះចិននឹងវាមិនដឹងណាអ្នកនេះសួរវាតាខ្លះវាស្គាល់ទេលៀននីងមានអ្នកស្គាល់ច្រើនអត់អ៊ីស៊ីមានអ្នកស្គាល់ច្រើនអត់វ៉ាងហាទីមានអ្នកស្គាល់ច្រើនអត់បើសិនជាគាត់អត់មានអ្នកស្គាល់ច្រើននៅចិនគាត់ក៏មិនបានថតរឿងតួឯកដែរបើថាមានអ្នកស្គាល់ដើមអំភើហើយក៏គ្មានអាណាខ្វល់ដែរហ្នឹងអត់មានអ្នកស្គាល់ទេគឺអត់សូវមានអ្នកស្គាល់តែមួយតែមានអ្នកស្គាល់ច្រើនឃើញពួកគាត់ទៅណាទៅនៃខ្លួនចិត្តហើយនៅមាន fan ស្គាល់អត់នៅតែមានអ្នកមើលស្គាល់អត់ឃើញអត់ហើយមិនតែមើលអីឆ្ងាយទេដូចខ្ញុំប្រាប់ចឹងមើលតាម line follower គេក្នុង Weibo នៅក្នុង抖音នៅក្នុងអីស្ចៅហុងជួយទៅមើលទៅតែឃើញច្រើនលៀនហើយនោះគេស្គាល់ហើយចាំបាច់ដើរសួរគេឲ្យគេកុហកខ្ញុំមិនតែអ្នកដែលគ្នាអត់ដឹងទេណាគ្នាតែបានគេលើ comment ឡើងគេឆ្លើយតបហ្នឹងអូខាក់ខុបគេកុហកមិនក៏ដឹងដែរហើយបើថាអត់ដឹងត្រូវតាមដានកន្លែងណាចង់ដឹងនឹងមើលកន្លែងណានេះខ្ញុំរីកមិនអ្នកនរគ្នាបើសិនអ្នកនរគ្នាឆ្លាញ់ idol ណាម្នាក់អញ្ចឹងអ្នកនរគ្នាវាយចេះឧទាហរណ៍ថាអ្នកនរគ្នាឆ្លាញ់គេប៉ៃលុកឯនេះថៃប៉ៃលុកមើលទៅគេផុសរហូតសកម្មភាពចាយប៉ៃលុកនឹងធ្វើអីខ្លះរឿងរបស់គាត់មានសន្ទុះមិនខ្លះតែរឿងគេចាក់ពុកមកមានអ្នកគាត់ត្រូវច្រើនគេល្បីហីយល់ទេមើលទៅមើលអាហ្នឹងមិនចាំដើរសួរគេទេនាំគេកុហកឯងមើលអាកន្លែងចឹងព្រោះអីធម្មតាគេ stand idol គេនិយាយតែពីរឿងពិតរបស់ idol គេអញ្ចឹងបើសិនជាយើងស្រឡាញ់ម្នាក់ហ្នឹងយើងទៅហៅម្នាក់ហ្នឹងនៅកន្លែងហ្នឹងគឺយើងទទួលបានព័ត៌មានពិតមួយហើយអញ្ចឹងកុំឲ្យគេកុហកបានយល់អត់បំណងល្អពីយាយប៉ោមណាយាយប៉ោមគាត់តែប្រាប់មិនចង់ឲ្យអ្នកទាំងអស់គ្នាត្រូវបានគេកុហកមួយទៀតសំផ្សាយពាណិជ្ជកម្មមួយនេះបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការសាក់មិនថាសាក់យ័ន្តសាក់រូបដែលខ្លួនឯងស្រឡាញ់ក៏សាក់ឈ្មោះ idol លើដៃលើអីហ្នឹងទៅហៅបានចាទៅលាមកស្អាតសាក់ដឹងតែស្អាតហ្មងគេមែនកុំភ្លេចទៅ follow page គាត់ម្នាក់មួយផងណាដើម្បីគ្រប់គ្រងជីវភាពរបស់យាយប៉ោមដោយសារតែយាយប៉ោមក្រីក្រអញ្ចឹងទៅយាយប៉ោមត្រូវការ sponsor ហើយបើសិនជាអ្នកនរគ្នាចង់ដឹងឬក៏មានសំណួរអីត្រូវការសួរខ្ញុំបើសិនជាខ្ញុំឆ្លើយបានខ្ញុំនឹងធ្វើវីដេអូឆ្លើយជូនអ្នកនរគ្នាអរគុណ